ស្ដីបងប្អូនគ្នាបន្ថែមចុងបាននិយាយអំពីបាទគឺ AM26.6 បាទដែល Apple ទៅទម្លាក់បាទកាលពីប្រហែលថ្ងៃមុនហ្នឹងណាបាទអញ្ចឹងបាទតើទៅនឹង AM មួយនេះគឺឃើញថាបាទអត់មាន update បាទច្រើនណាស់ណាទេបាទគឺតើទៅនឹង security បាទប្រព័ន្ធសុវត្ថិភាពបាទជាមួយនឹងការត្រៀមឡើងទៅ AM27 ដូចគ្នាដូចថ្ងៃមុខណាបាទគឺក្នុងខែ9នេះណោះបាទអញ្ចឹងបាទអ្នកនរគ្នាអាច update បានបាទគឺដើម្បីបើកប្រព័ន្ធសុវត្ថិភាពរបស់យើងដែលកើតឡើងលើ RS ចាស់ណាយើងចូលកាន់ setting មើលមកតើ device យើងបានទទួលបានការ update នៅណារបស់ខ្ញុំគឺបាននេះបាទគឺ C ច្រើនណាស់បាទគឺ 11G ជាងឯនោះបាទច្រើនយូរតែមែនតើបាទតាម model ទេបាទ model ខ្លះគឺ C តែ 3G ទៅ 2G អីទេខ្ញុំបាទគឺ 11G តែម្ដងអញ្ចឹងខ្ញុំអត់ទាន់បាន update ទេបាទដោយសារតែបាទរវល់បាទអត់ទាន់បាន install ដោយសារទូរស័ព្ទចុះប្រើអញ្ចឹងណាបាទចឹងអ្នកនរគ្នាបាទគឺអាចមកអាប់ដេតនៅលើនេះបានបើសិនជាមានបញ្ហាទៅលើ RS ចាស់របស់យើងណាបាទចឹងអាចអាប់ដេតបានភ្លាមតែម្ដងទៅដើម្បីប្រព័ន្ធសុវត្ថិភាពរបស់យើងបាទអរគុណច្រើនមកជួបគ្នានៅវីដេអូក្រោយបាទអរគុណ